លោកកែសរាំងបានរៀបរាប់រឿងនេះឲ្យអ្នកសិល្បៈចំនួនក្រោយបានយល់ហើយជារឿងអាស្រូវមួយទៀតដែលលោកស្អប់នោះគឺព្រាត់ប្រាសម៉ែឪនិងភរិយារបស់លោកដែលទើបនឹងរៀបការរួចថ្មថ្មីត្រូវព្រាត់ប្រាសតែពេលនេះលោកបានត្រឹមតែទូញថ្មសោកស្ដាយរាល់អ្វីដែលលោកបានបំពេញនោះនាយភូមិកំណើតស្នាយអនុសាស្ដាយញាតទេកាធ្លាប់មករស់សុខសាន្តស្ដាយដល់ណាស្រីដល់សែនមនោរម្យខ្លួនខ្ញុំឃ្លាតឆ្ងាយដាច់ណាស់ឡើយស្ដាយអ្នកចម្រៀងដែលបងបាត់សុនទីសាមុតរស់សេរីសធាងបែនរនសុំមាត់អមយេណារីងាយជាធូលីលាចាក់លោកាខ្ញុំប្រត់ណាស់តែកាយតែចិត្តចាំនៅស្អប់រឿងស្រើនៅក្នុងលោកាខ្ញុំប្រត់ម៉ែប្រត់ទូសងសាគូលណែនអរាសោកាគ្មានលហាអិនព្រំដែលមានចេស្តាអស់លោកអ្នកតាទិញទាំង5 3សូមជួយដោះទុកយើងខ្ញុំទាំងឡាយជាតិមុខជាតិក្រោយសូមកុំឲ្យយល់ខ្ញុំប្រត់ណាស់តែកាយតែចិត្តចាំនៅស្អប់រឿងអាស្រូវនៅក្នុងលោកាខ្ញុំប្រត់ណាស់ម៉ែប្រត់គូសងសាទ្រង់រែងខ្លោចផ្សាផ្ញើខ្លួនស្រុកគេអោអិនព្រំដែលមានចេស្តាអស់លោកអ្នកតាទិញទាំង5 3សូមជួយដោះទុកយើងខ្ញុំទាំងឡាយជាតិមុខជាតិក្រោយសូមកុំឲ្យយល់